សូមជម្រាបសួរលោកយាយលោកតាអ៊ំពូមីងនិងបងប្អូនទាំងអស់គ្នាដែលកំពុងតាមដានទស្សនាកម្មវិធីសុខភាពវ័យចាស់មិនដឹងថានៅក្នុងចំណោមលោកយាយលោកតាអ៊ំពូមីងដែលកំពុងទស្សនាវីដេអូថ្ងៃនេះមាននរណាខ្លះធ្លាប់ជួបប្រទះនៅអាការៈបែបនេះដែរឬទេនៅពេលព្រឹកព្រលឹមទើបតែភ្ញាក់ពីគេងក៏មានអារម្មណ៍ថាចុកខ្នងចង្កេះរឹងចង្គង់ពេលចុះពីលើគ្រែត្រូវតោងមាត់កៅអីទើបអាចឈររឹងមាំបានដើរបានបន្តិចជើងចាប់ផ្ដើមចុកម៉យឡើងចណ្ដើរបាន 2-3 កាំក៏មានអារម្មណ៍ថាឈឺចាប់នៅត្រង់ជង្គង់នៅពេលយប់ប្រែខ្លួនច្រើនដងដោយសារតែឈឺខ្នងឈឺស្មាឬឈឺសន្លាក់ដែលធ្វើឲ្យគេងមិនលក់ស្កប់ស្កល់ឡើយមានលោកយាយលោកតាខ្លះគ្រាន់តែអោនរើសរបស់ស្រាលមួយក៏ឈឺចង្កេះហើយអ្នកខ្លះទៀតគ្រាន់តែរអិលជើងដួលតិចតួចនៅក្នុងផ្ទះសោះក៏ត្រូវចូលមន្ទីរពេទ្យដោយសារបាក់ឆ្អឹងលោកយាយលោកតាអ៊ំពូមីងជាច្រើនគិតថាទាំងនេះជារឿងធម្មតានៅពេលដែលយើងមានវ័យកាន់តែជ្រាលជ្រៅតាមពិតទៅអាយុច្រើនពិតជាធ្វើឲ្យឆ្អឹងនិងសន្លាក់ទ្រុឌទ្រោមទៅតាមពេលវេលាមែនប៉ុន្តែវាមិនមែនជាមូលហេតុតែមួយមុខនោះទេរបបអាហារដែលខ្វះសារធាតុចិញ្ចឹមក្នុងរយៈពេលយូរក៏អាចធ្វើឲ្យឆ្អឹងចុះខ្សោយយ៉ាងឆាប់រហ័សព្រមទាំងបង្កើនហានិភ័យនៃជំងឺពុកឆ្អឹងនិងការបាក់ឆ្អឹងផងដែរអ្វីដែលគួរឲ្យបារម្ភនោះគឺជំងឺពុកឆ្អឹងត្រូវបានគេប្រសិទ្ធនាមថាជាជំងឺស្ងប់ស្ងាត់នៅក្នុងដំណាក់កាលដំបូងមនុស្សភាគច្រើនគឺគ្មានរោគសញ្ញាច្បាស់លាស់ទាល់តែសោះលុះត្រាតែមានការដួលតិចតួចឬការលើករបស់ធ្ងន់បន្តិចបន្តួចហើយឆ្អឹងស្រាប់តែប្រេះឬបាក់ទើបដឹងថាឆ្អឹងរបស់ខ្លួនបានចុះខ្សោយជាយូរមកហើយព័ត៌មានល្អនោះគឺយើងពិតជាអាចម្ចាស់ការក្នុងការថែទាំសុខភាពឆ្អឹងបានចាប់ពីថ្ងៃនេះតទៅបន្ថែមពីលើការហាត់ប្រាណឲ្យបានសមស្របនិងការពិនិត្យសុខភាពទៀងទាត់របបអាហារដើរតួនាទីយ៉ាងសំខាន់បំផុតអាហារដែលយើងទទួលទានជាប្រចាំថ្ងៃប្រសិនបើចេះជ្រើសរើសឲ្យបានត្រឹមត្រូវគឺអាចជួយឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមចាំបាច់ដើម្បីថែរក្សាប្រព័ន្ធឆ្អឹងឲ្យរឹងមាំនៅក្នុងវីដេអូថ្ងៃនេះយើងទាំងអស់គ្នានឹងមកស្វែងយល់អំពីសារធាតុចិញ្ចឹមទាំង7យ៉ាងដែលមនុស្សវ័យចាស់មិនគួរបាត់បង់ឡើយមិនត្រឹមតែនិយាយអំពីអត្ថប្រយោជន៍នៃសារធាតុចិញ្ចឹមនីមួយៗនោះទេខ្ញុំក៏នឹងចែករំលែកអំពីប្រភេទអាហារដែលងាយស្រួលស្វែងរកងាយស្រួលទិញវិធីសាស្ត្របន្ថែមឲ្យបានត្រឹមត្រូវនិងកំហុសឆ្គងដែលមនុស្សជាច្រើនកំពុងតែជួបប្រទះខ្ញុំសង្ឃឹមថាបន្ទាប់ពីទស្សនាវីដេអូនេះចប់លោកយាយលោកតាអ៊ំពូមីងនឹងដឹងពីវិធីថែទាំឆ្អឹងនិងសន្លាក់បានល្អជាងមុនដើម្បីឲ្យការធ្វើដំណើរនិងការរស់នៅប្រចាំថ្ងៃកាន់តែស្រួលខ្លួននិងមានផាសុកភាពប្រសិនបើតោះឥឡូវនេះយើងមកចាប់ផ្ដើមជាមួយនឹងសារធាតុចិញ្ចឹមទី1ទាំងអស់គ្នានេះគឺជាសារធាតុចិញ្ចឹមដែលស្ទើរតែគ្រប់គ្នាធ្លាប់បានឮឈ្មោះប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែយល់ច្បាស់ពីវិធីបន្ថែមវាឲ្យមានប្រសិទ្ធភាពនោះទេសារធាតុនោះគឺកាល់ស្យូមប្រសិនបើថ្ងៃនេះខ្ញុំសួរលោកយាយលោកតាអ៊ំពូមីងថាតើសារធាតុចិញ្ចឹមណាដែលសំខាន់បំផុតសម្រាប់ឆ្អឹងប្រហែលជា9ក្នុងចំណោម10នាក់នឹងឆ្លើយភ្លាមថាគឺកាល់ស្យូមចម្លើយនេះគឺត្រឹមត្រូវទាំងស្រុងប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមានមនុស្សជាច្រើនបានញ៉ាំឬផឹកកាល់ស្យូមអស់ជាច្រើនឆ្នាំប៉ុន្តែនៅពេលទៅពិនិត្យសុខភាពគ្រូពេទ្យនៅតែប្រាប់ថាដងស៊ីតេឆ្អឹងបន្តថយចុះដដែលតើមូលហេតុមកពីអ្វីជាដំបូងយើងត្រូវយល់ថាកាល់ស្យូមគឺជារ៉ែដ៏សំខាន់បំផុតក្នុងការកសាងនិងរក្សាប្រព័ន្ធឆ្អឹងប្រមាណ 99% នៃកាល់ស្យូមនៅក្នុងរាងកាយត្រូវបានរក្សាទុកនៅក្នុងឆ្អឹងនិងធ្មេញរីឯប្រមាណ 1% ដែលនៅសល់គឺនៅក្នុងឈាមនិងកោសិកាផ្សេងៗទោះបីជាបរិមាណ 1% នេះតិចតួចមែនប៉ុន្តែវាមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាជួយឲ្យបេះដូងលោតបានល្អសាច់ដុំកន្ត្រាក់បានធម្មតានិងជួយឲ្យប្រព័ន្ធប្រសាទលោកយាយលោកតាអ៊ំពូមីងជាច្រើនតែងតែសួរថាតើធ្វើដូចម្ដេចទើបដឹងថាខ្លួនឯងកំពុងខ្វះកាល់ស្យូមតាមពិតទៅការខ្វះកាល់ស្យូមមិនមានរោគសញ្ញាជាក់លាក់ណាមួយឡើយមនុស្សមួយចំនួនអាចនឹងឧស្សាហ៍រមួលក្រពើនៅពេលយប់អស់កម្លាំងសាច់ដុំឬមានអារម្មណ៍ស្រពន់ដៃជើងប៉ុន្តែអាការៈទាំងនេះក៏អាចបណ្ដាលមកពីមូលហេតុផ្សេងៗជាច្រើនទៀតដែរចំណែកឯជំងឺពុកឆ្អឹងនៅដំណាក់កាលដំបូងគឺតែងតែវិវត្តទៅមុខយ៉ាងស្ងាត់ស្ងៀមដូច្នេះអ្វីដែលសំខាន់បំផុតមិនមែនជាការរងចាំឲ្យមានរោគសញ្ញាទើបចាប់ផ្ដើមបំពេញបន្ថែមនោះទេ
គឺត្រូវបង្កើតទម្លាប់ហូបចុកឲ្យបានត្រឹមត្រូវតាំងពីដំបូងនិងទៅពិនិត្យសុខភាពឲ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យព័ត៌មានល្អនោះគឺរ៉ែកាល់ស្យូមមាននៅក្នុងអាហារទូទៅជាច្រើនដែលយើងស្គាល់រាល់ថ្ងៃមិនចាំបាច់ទាល់តែទិញអាហារថ្លៃៗនោះទេប្រសិនបើលោកយាយលោកតាអ៊ំពូមីងអាចពិសាទឹកដោះគោបានសូមផ្ដល់អាទិភាពដល់ទឹកដោះគោយ៉ាហួរឬហ្វ្រូម៉ាព្រោះទាំងនេះជាប្រភពកាល់ស្យូមដ៏ល្អប្រពៃប៉ុន្តែប្រសិនបើមិនអាចពិសាទឹកដោះគោបានដោយសារតែឆាប់ឆ្អល់ពោះឬមិនត្រូវធាតុគឺនៅតែមានជម្រើសផ្សេងទៀតជាច្រើនឧទាហរណ៍ដូចជាកូនត្រីតូចៗត្រីខឬត្រីកំប៉ុងដែលយើងអាចញ៉ាំបានទាំងឆ្អឹងផ្នែកឆ្អឹងទន់នៃត្រីទាំងនេះមានផ្ទុកកាល់ស្យូមយ៉ាងច្រើនកំពឹសតូចៗញ៉ាំទាំងសម្បកក្តាមស្រែកំហុសឆ្គងដ៏ទូទៅមួយគឺការគិតថាលេបថ្នាំកាល់ស្យូមកាន់តែច្រើនឆ្អឹងនឹងកាន់តែរឹងមាំការគិតបែបនេះគឺមិនត្រឹមត្រូវទេការបន្ថែមថ្នាំកាល់ស្យូមច្រើនពេកក្នុងរយៈពេលយូរដោយគ្មានការចំអុលបង្ហាញពីគ្រូពេទ្យអាចបង្កហានិភ័យនៃការទល់លាមកហើយចំពោះមនុស្សមួយចំនួនថែមទាំងបង្កហានិភ័យនៃការកើតគ្រោះក្នុងតម្រាំងនោមទៀតផងហើយដូច្នេះហើយសូមផ្ដល់អាទិភាពដល់ការបំពេញផ្ដែមពីអាហារធម្មជាតិជាមុនសិនចំណែកឯថ្នាំគ្រាប់បន្ថែមគួរតែប្រើនៅពេលដែលចាំបាច់ពិតប្រាកដប៉ុណ្ណោះក្រៅពីនេះប្រសិនបើកំពុងប្រើប្រាស់ថ្នាំគ្រាប់កាល់ស្យូមលោកយាយលោកតាអ៊ំពូមីងក៏គួរយកចិត្តទុកដាក់អានការណែនាំឬធ្វើតាមបញ្ជារបស់គ្រូពេទ្យឲ្យបានហ្មត់ចត់កាល់ស្យូមមួយចំនួនស្រូបយកបានល្អនៅពេលញ៉ាំជាមួយអាហារខណៈពេលដែលប្រភេទខ្លះទៀតអាចប្រើនៅពេលផ្សេងទៀតក្នុងមួយថ្ងៃប្រសិនបើកំពុងប្រើប្រាស់ថ្នាំព្យាបាលជំងឺក្រពេញធីរ៉ូអ៊ីតថ្នាំផ្សះមួយចំនួនឬថ្នាំព្យាបាលជំងឺពុកឆ្អឹងគឺត្រូវលេបឃ្លាតពីគ្នានឹងពេលលេបថ្នាំកាល់ស្យូមតាមការណែនាំរបស់គ្រូពេទ្យឬឱសថការីដើម្បីជៀសវាងការប៉ះពាល់ដល់សមត្ថភាពស្រូបយកថ្នាំជាចុងក្រោយមានរឿងមួយដែលមនុស្សជាច្រើនមិនទាន់បានដឹងនៅឡើយទោះបីជាលោកយាយលោកតាអ៊ំពូមីងញ៉ាំអាហារដែលសម្បូរកាល់ស្យូមច្រើនឬលេបថ្នាំកាល់ស្យូមទៀងទាត់យ៉ាងណាក៏ដោយក៏រាងកាយនៅតែត្រូវការសារធាតុចិញ្ចឹមមួយផ្សេងទៀតដើម្បីស្រូបយកនិងប្រើប្រាស់កាល់ស្យូមឲ្យមានប្រសិទ្ធភាពជាងមុនប្រសិនបើខ្វះសារធាតុចិញ្ចឹមនោះទេបរិមាណកាល់ស្យូមដែលចូលទៅក្នុងរាងកាយអាចនឹងមិនត្រូវបានយកទៅប្រើប្រាស់បានពេញលេញឡើយបន្ទាប់ពីបានស្វែងយល់អំពីកាល់ស្យូមរួចមកប្រហែលជាលោកយាយលោកតាអ៊ំពូមីងជាច្រើននឹងគិតថាគ្រាន់តែញ៉ាំអាហារដែលសម្បូរកាល់ស្យូមឲ្យបានច្រើននោះឆ្អឹងនឹងរឹងមាំជាមិនខានការគិតនេះគឺត្រូវមួយផ្នែកប៉ុន្តែនៅតែខ្វះចំណែកមួយយ៉ាងសំខាន់បំផុតចំណែកនោះគឺវីតាមីន D សូមសាកល្បងស្រមៃមើលថាកាល់ស្យូមប្រៀបដូចជាដុំឥដ្ឋសម្រាប់សាងសង់ផ្ទះមួយខ្នងទោះបីជាមានដុំឥដ្ឋជាច្រើនចាក់គោនៅមុខផ្ទះយ៉ាងណាក៏ដោយប្រសិនបើគ្មានអ្នកដឹកជញ្ជូនវាចូលទៅកាន់កន្លែងដែលត្រូវសាងសង់ទេនោះផ្ទះនោះក៏ពិបាកនឹងរួចរាល់ដែរចំពោះរាងកាយរបស់យើងវីតាមីន D ជួយឲ្យពោះវៀនស្រូបយករ៉ែកាល់ស្យូមបានយ៉ាងមានប្រសិទ្ធភាពដើម្បីឲ្យរាងកាយមានវត្ថុធាតុគ្រប់គ្រាន់ក្នុងការថែរក្សាសុខភាពឆ្អឹងនៅពេលដែលរាងកាយខ្វះខាតវីតាមីន D សមត្ថភាពនៃការស្រូបយករ៉ែកាល់ស្យូមនឹងថយចុះនេះមានន័យថាទោះបីជារបបអាហាររបស់លោកយាយលោកតាអ៊ំពូមីងមានអាហារសម្បូរកាល់ស្យូមច្រើនយ៉ាងណាក៏ដោយក៏រាងកាយអាចនឹងមិនអាចយកទៅប្រើប្រាស់បានពេញលេញនោះឡើយយូរទៅវានឹងប៉ះពាល់ដល់សុខភាពឆ្អឹងជាពិសេសចំពោះមនុស្សវ័យចាស់តើមូលហេតុអ្វីបានជាមនុស្សវ័យចាស់ងាយនឹងខ្វះវីតាមីន D មានមូលហេតុជាច្រើននៅពេលអាយុកាន់តែច្រើនស្បែករបស់យើងបង្កើតវីតាមីន D ពីរស្មីព្រះអាទិត្យបានតិចជាងកាលពីនៅក្មេងបន្ថែមពីលើនេះលោកយាយលោកតាអ៊ំពូមីងជាច្រើនមិនសូវបានចេញទៅក្រៅផ្ទះដោយសារតែសុខភាពមិនសូវល្អខ្លាចកម្ដៅថ្ងៃឬចំណាយពេលភាគច្រើននៅក្នុងផ្ទះកត្តាទាំងនេះសុទ្ធតែអាចធ្វើឲ្យកម្រិតវីតាមីន D នៅក្នុងរាងកាយថយចុះជាលំដាប់ក្រៅពីនេះជំងឺមួយចំនួននៅថ្លើមតម្រងនោមឬប្រព័ន្ធរំលាយអាហារក៏អាចប៉ះពាល់ដល់ដំណើរការបំលែងនិងការស្រូបយកវីតាមីន D ផងដែរប្រសិនបើកំពុងមានជំងឺប្រចាំកាយលោកយាយលោកតាអ៊ំពូមីងគួរតែពិភាក្សាជាមួយគ្រូពេទ្យនៅពេលដែលត្រូវការវាយតម្លៃពីស្ថានភាពវីតាមីន D របស់ខ្លួនសំណួរមួយដែលមនុស្សជាច្រើនយកចិត្តទុកដាក់គឺតើធ្វើដូចម្តេចដើម្បីបន្ថែមវីតាមីន D តាមបែបធម្មជាតិប្រភពដើមនៃវីតាមីន D គឺពន្លឺព្រះអាទិត្យទោះជាយ៉ាងណាក៏ដោយមិនមែនមានន័យថាត្រូវឈរហាលថ្ងៃឲ្យបានយូរតាមតែអាចធ្វើទៅបាននោះទេការប៉ះពាល់នឹងពន្លឺព្រះអាទិត្យក្នុងរយៈពេលល្មមសមស្របគឺមានប្រយោជន៍ជាងការហាលថ្ងៃយូរពេកប្រសិនបើស្ថានភាពសុខភាពអំណោយផលលោកយាយលោកតាអ៊ំពូមីងអាចដើរហាត់ប្រាណស្រាលៗឬធ្វើលំហាត់ប្រាណនៅខាងក្រៅផ្ទះនៅពេលព្រឹកព្រលឹម
ទាំងបានផ្លាស់ប្ដូរចលនារាងកាយទាំងជួយឲ្យស្បែកបង្កើតវីតាមីន D តាមបែបធម្មជាតិប្រសិនបើអាកាសធាតុក្តៅខ្លាំងឬមានហានិភ័យនៃការខ្យល់គូរសូមជ្រើសរើសពេលវេលាឲ្យបានសមស្របនិងជៀសវាងការឈរនៅខាងក្រៅយូរពេកក្រៅពីពន្លឺព្រះអាទិត្យអាហារមួយចំនួនក៏មានផ្ទុកវីតាមីន D ផងដែរឧទាហរណ៍ដូចជាត្រីសាល់ម៉ុងត្រីបាកាងត្រីខត្រីធូណាផ្នែកមានលោកយាយលោកតាអ៊ុំពូមីងសួរថាតើគួរទិញថ្នាំវីតាមីន D មកលេបជារៀងរាល់ថ្ងៃដោយខ្លួនឯងដែរឬទេចម្លើយគឺមិនគួរប្រើដោយចិត្តឯងនៅកម្រិតខ្ពស់ក្នុងរយៈពេលយូរដោយគ្មានការណែនាំពីគ្រូពេទ្យឡើយវីតាមីន D គឺជាវីតាមីនដែលរលាយក្នុងខ្លាញ់ប្រសិនបើបន្ថែមច្រើនហួសប្រមាណក្នុងរយៈពេលយូរវីតាមីន D អាចនឹងសន្សំទុកនៅក្នុងរាងកាយហើយបង្កជាបញ្ហាដែលមិនចង់បានដូចជាការកើនឡើងកម្រិតកាល់ស្យូមនៅក្នុងឈាមចំពោះមនុស្សមួយចំនួនដូច្នេះចំពោះមនុស្សវ័យចាស់ភាគច្រើនអាទិភាពនៅតែជាការហូបចុកឲ្យមានតុល្យភាពការហាត់ប្រាណឲ្យបានសមស្របនិងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យតាមកម្រិតត្រឹមត្រូវប្រសិនបើគ្រូពេទ្យសង្ស័យថាខ្វះវីតាមីន D ឬលទ្ធផលតេស្តបង្ហាញថាកម្រិតវីតាមីន D ទាបនៅពេលនោះការបន្ថែមថ្នាំនឹងត្រូវធ្វើឡើងតាមការណែនាំជាមួយនឹងកម្រិតដូសសមស្របរឿងមួយទៀតដែលលោកយាយលោកតាអ៊ុំពូមីងត្រូវចងចាំគឺវីតាមីន D មិនអាចជំនួសកាល់ស្យូមបានឡើយហើយកាល់ស្យូមក៏មិនអាចជំនួសវីតាមីន D បានដែរសារធាតុចិញ្ចឹមទាំងពីរនេះជួយគាំទ្រគ្នាទៅវិញទៅមកប្រសិនបើខ្វះមួយក្នុងចំណោមពីរនោះការថែរក្សាសុខភាពឆ្អឹងនឹងមិនទទួលបានប្រសិទ្ធភាពដោយការរំពឹងទុកឡើយបន្ទាប់ពីមានកាល់ស្យូមនិងវីតាមីន D រួចហើយមនុស្សជាច្រើនគិតថាប៉ុណ្ណឹងគឺគ្រប់គ្រាន់ដើម្បីការពារឆ្អឹងហើយប៉ុន្តែតាមការពិតរាងកាយរបស់យើងនៅតែត្រូវការសារធាតុចិញ្ចឹមជាច្រើនទៀតមកធ្វើការរួមគ្នាមួយក្នុងចំណោមនោះគឺវីតាមីន K ជាពិសេសគឺវីតាមីន K2 ប្រហែលជាលោកយាយលោកតាអ៊ុំពូមីងមានអារម្មណ៍ថាប្លែកបន្តិចព្រោះវីតាមីន K មិនសូវត្រូវគេនិយាយដល់ច្រើនដូចជាកាល់ស្យូមឬវីតាមីន D នោះឡើយប៉ុន្តែនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកវិទ្យាសាស្ត្របានយកចិត្តទុកដាក់កាន់តែខ្លាំងលើតួនាទីរបស់វីតាមីន K ចំពោះសុខភាពឆ្អឹងនិយាយឲ្យងាយយល់វីតាមីន K ចូលរួមក្នុងការធ្វើឲ្យប្រូតេអ៊ីនមួយចំនួនដែលពាក់ព័ន្ធនឹងដំណើរការបង្កើតនិងដុងស៊ីតេរ៉ែរបស់ឆ្អឹងដំណើរការបានល្អអាស្រ័យហេតុនេះរាងកាយអាចប្រើប្រាស់កាល់ស្យូមបានយ៉ាងមានប្រសិទ្ធភាពក្នុងការថែរក្សារចនាសម្ព័ន្ធរបស់ឆ្អឹងទោះជាយ៉ាងណាក៏ដោយអ្វីដែលសំខាន់ត្រូវចងចាំគឺវីតាមីន K មិនអាចជំនួសកាល់ស្យូមឬវីតាមីន D បានឡើយវាគ្រាន់តែជាកាតព្វកិច្ចមួយនៅក្នុងខ្សែសង្វាក់ទាំងមូលនៃការថែទាំសុខភាពឆ្អឹងប៉ុណ្ណោះតើមនុស្សវ័យចាស់ងាយនឹងខ្វះវីតាមីន K ដែរឬទេតាមការពិតប្រសិនបើលោកយាយលោកតាអ៊ុំពូមីងមានរបបអាហារចម្រុះជាមួយនឹងបន្លែបៃតងច្រើននោះហានិភ័យនៃការខ្វះវីតាមីន K ជាទូទៅគឺមិនខ្ពស់នោះទេប៉ុន្តែអ្នកដែលញ៉ាំបន្លែបានតិចតួចបំផុតហូបចុកមិនសូវបានក្នុងរយៈពេលយូរឬមានជំងឺប្រព័ន្ធរំលាយអាហារមួយចំនួនអាចនឹងមិនទទួលបានបរិមាណវីតាមីន K គ្រប់គ្រាន់ដែលរាងកាយត្រូវការនោះទេវីតាមីន K មានច្រើននៅក្នុងបន្លែស្លឹកបៃតងនៅពេលទៅផ្សារលោកយាយលោកតាអ៊ុំពូមីងអាចទិញបានយ៉ាងងាយស្រួលនៅស្ពៃខៀវស្ពៃចិនស្ពៃតឿស្ពៃពួយលេងខាត់ណាខៀវឬបន្លែអន្លាក់ផ្សេងៗអាហារទាំងនេះមិនត្រឹមតែផ្ដល់វីតាមីន K ប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្ដល់នូវវីតាមីននិងជាតិសរសៃជាច្រើនដែលមានប្រយោជន៍ដល់សុខភាពទៀតផងក្រៅពីនេះវីតាមីន K2 ក៏មាននៅក្នុងអាហារផ្អាប់មួយចំនួនដូចជាហ្វ្រូម៉ាឬមុខម្ហូបណាត់តូរបស់ជប៉ុនប៉ុន្តែណាត់តូមិនមែនជាម្ហូបទូទៅតាមគ្រួសារភាគច្រើននោះទេដូច្នេះលោកយាយលោកតាអ៊ុំពូមីងក៏មិនបាច់ខំប្រឹងស្វែងរកទិញដែររបបអាហារដែលមានតុល្យភាពជាមួយនឹងបន្លែបៃតងច្រើនជារៀងរាល់ថ្ងៃគឺជាជម្រើសដ៏ល្អប្រសើររួចទៅហើយមានអ្នកខ្លះសួរថាតើគួរទិញថ្នាំគ្រាប់វីតាមីន K2 មកលេបដែរឬទេចំពោះមនុស្សទូទៅដែលមានសុខភាពល្អប្រសិនបើសិនជាមានរបបអាហារចម្រុះរឿងមួយទៀតដែលខ្ញុំចង់ចែករំលែកគឺសូមកុំជឿជាក់ខ្លាំងពេកលើការផ្សព្វផ្សាយពាណិជ្ជកម្មដែលអះអាងថាគ្រាន់តែលេបវីតាមីន K2 គឺឆ្អឹងនឹងរឹងមាំឬជាសះស្បើយពីជំងឺពុកឆ្អឹងនោះរហូតមកដល់ពេលនេះមូលដ្ឋានគ្រឹះសំខាន់បំផុតក្នុងការការពារឆ្អឹងនៅតែជា
របបអាហារមានតុល្យភាពមានកាល់ស្យូមគ្រប់គ្រាន់វីតាមីន D គ្រប់គ្រាន់ការហាត់ប្រាណសមស្របនិងរបៀបរស់នៅប្រកបដោយសុខភាពល្អវីតាមីន K គ្រាន់តែជាផ្នែកមួយនៅក្នុងរូបភាពរួមទាំងមូលប៉ុណ្ណោះប្រសិនបើបាយមួយពេលរបស់លោកយាយលោកតាអ៊ំពូមីងមានបន្លែបៃតងមួយចានបន្ថែមត្រីតៅហ៊ូឬអាហារដែលមានជាតិជឿងច្រើនផ្សេងទៀតរាងកាយនឹងទទួលបានប្រយោជន៍ច្រើនជាងការរំពឹងទុកលើថ្នាំគ្រាប់តែមួយមុខមកដល់ត្រឹមនេះប្រហែលជាលោកយាយលោកតាអ៊ំពូមីងចាប់ផ្ដើមសង្កេតឃើញហើយថាសុខភាពឆ្អឹងមិនមែនពឹងផ្អែកលើសារធាតុចិញ្ចឹមតែមួយឬពីរមុខនោះទេតាមពិតទៅនៅមានរ៉ែមួយប្រភេទទៀតទោះបីជារាងកាយត្រូវការក្នុងបរិមាណតិចតួចមែនប៉ុន្តែវាបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពជាច្រើននៃរាងកាយចាប់តាំងពីសាច់ដុំប្រព័ន្ធប្រសាទរហូតដល់ដំណើរការបង្កើតឆ្អឹង Magnesium រ៉ែដែលមានទំហំតូចប៉ុន្តែមានតួនាទីមិនតូចទាល់តែសោះប្រហែលជាពេលនិយាយអំពីសុខភាពឆ្អឹងមានមនុស្សតិចតួចណាស់ដែលនឹកឃើញដល់ Magnesium ភ្លាមនោះទេទោះជាយ៉ាងណាក៏ដោយនៅក្នុងរាងកាយរបស់យើងMagnesium បានចូលរួមយ៉ាងសកម្មនៅក្នុងប្រតិកម្មជីវសាស្ត្ររាប់រយផ្សេងគ្នាហើយមានតួនាទីយ៉ាងសំខាន់ចំពោះសកម្មភាពសាច់ដុំប្រព័ន្ធប្រសាទក៏ដូចជាដំណើរការនៃការរក្សាឆ្អឹងឲ្យរឹងមាំផ្នែកមួយនៃ Magnesium នៅក្នុងរាងកាយត្រូវបានស្តុកទុកនៅក្នុងឆ្អឹងរ៉ែមួយប្រភេទនេះចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការបង្កើតរចនាសម្ព័ន្ធឆ្អឹងហើយក៏ជួយគាំទ្រឲ្យរាងកាយប្រើប្រាស់វីតាមីន D បានយ៉ាងមានប្រសិទ្ធភាពជាងមុនផងដែរដូច្នេះប្រសិនបើខ្វះ Magnesium ក្នុងរយៈពេលយូរសុខភាពឆ្អឹងក៏អាចនឹងរងផលប៉ះពាល់ផងដែរមិនត្រឹមតែប៉ុណ្ណោះ Magnesium ក៏ពាក់ព័ន្ធយ៉ាងជិតស្និទ្ធទៅនឹងសកម្មភាពសាច់ដុំនិងប្រព័ន្ធប្រសាទហើយដូច្នេះហើយនៅពេលឮឈ្មោះ Magnesium មនុស្សជាច្រើនតែងតែនឹកឃើញភ្លាមដល់អាការៈរមួលក្រពើឬការកន្ត្រាក់សាច់ដុំទោះជាយ៉ាងណាក៏ដោយលោកយាយលោកតាអ៊ំពូមីងក៏ត្រូវប្រុងប្រយ័ត្នចងចាំថាអាការៈរមួលក្រពើមិនមែនសុទ្ធតែបណ្ដាលមកពីការខ្វះ Magnesium ទាំងអស់នោះទេអាការៈនេះក៏អាចពាក់ព័ន្ធទៅនឹងការខ្វះជាតិទឹកការហាត់ប្រាណឬធ្វើការហួសកម្លាំងផលប៉ះពាល់នៃថ្នាំមួយចំនួនឬមូលហេតុផ្សេងជាច្រើនទៀតប្រសិនបើអាការៈរមួលក្រពើកើតឡើងញឹកញាប់ឬតើធ្វើដូចម្ដេចដើម្បីបន្ថែម Magnesium តាមបែបធម្មជាតិព័ត៌មានល្អនោះគឺ Magnesium មាននៅក្នុងអាហារទូទៅជាច្រើនដែលយើងស្គាល់រាល់ថ្ងៃប្រភេទគ្រាប់ធាតុជាតិដូចជាគ្រាប់អាល់ម៉ុនគ្រាប់ស្វាយចន្ទីគ្រាប់ល្ពៅគ្រាប់ផ្កាឈូករ័ត្នគឺជាប្រភពផ្ដល់ Magnesium យ៉ាងល្អប្រសើរក្រៅពីនេះក៏មាននៅក្នុងសណ្តែកសៀងសណ្តែកខ្មៅសណ្តែកក្រហមបបរធាតុជាតិអូតអង្ករសម្រូបស្ពៃខៀវស្ពៃពុយលេងនិងផ្លែបឺរផងដែរប្រសិនបើលោកយាយលោកតាអ៊ំពូមីងចូលចិត្តញ៉ាំត្រីមួយចំនួនដូចជាត្រីបាកាងឬត្រីសាល់ម៉ុងក៏ផ្ដល់បរិមាណ Magnesium ច្បាស់លាស់មួយព្រមទាំងមានសារធាតុចិញ្ចឹមដែលមានប្រយោជន៍ជាច្រើនទៀតផងដែរពេលទៅផ្សារប្រចាំសប្តាហ៍លោកយាយលោកតាអ៊ំពូមីងអាចទិញបន្ថែមនៅបន្លែបៃតងសណ្តែកឬគ្រាប់ធាតុជាតិនានាដើម្បីផ្លាស់ប្ដូរមុខម្ហូបក្នុងពេលបាយមិនចាំបាច់ញ៉ាំច្រើនហួសប្រមាណក្នុងពេលតែមួយនោះទេគ្រាន់តែរក្សាការញ៉ាំឲ្យបានទៀងទាត់រាងកាយនឹងមានឱកាសទទួលបាន Magnesium គ្រប់គ្រាន់ព្រមទាំងវីតាមីននិងរ៉ែជាច្រើនទៀតមនុស្សវ័យចាស់មួយចំនួនហូបចុកមិនសូវបានចូលចិត្តញ៉ាំតែបាយជាមួយសាច់មិនសូវញ៉ាំបន្លែឬសណ្តែកឡើយប្រសិនបើស្ថានភាពនេះអូសបន្លាយពេលយូររាងកាយមិនត្រឹមតែខ្វះ Magnesium ប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានហានិភ័យនៃការខ្វះសារធាតុចិញ្ចឹមសំខាន់ជាច្រើនទៀតផងដែរដូច្នេះសូមព្យាយាមធ្វើឲ្យតុបាយប្រចាំថ្ងៃមានពណ៌ចម្រុះកាន់តែច្រើនជាមួយនឹងបន្លែបៃតងសណ្តែកត្រីនិងផ្លែឈើមានលោកយាយលោកតាអ៊ំពូមីងសួរថាតើគួរលេបថ្នាំគ្រាប់ Magnesium ជារៀងរាល់ថ្ងៃដែរឬទេចំពោះមនុស្សវ័យចាស់ភាគច្រើនប្រសិនបើសិនជាមានរបបអាហារមានតុល្យភាពគឺមិនប្រកាសថាចាំបាច់ត្រូវបន្ថែមតាមរយៈថ្នាំគ្រាប់នោះទេករណីពិសេសមួយចំនួនដូចជាអ្នកដែលខ្វះ Magnesium ដោយសារជំងឺឬដោយសារការប្រើប្រាស់ថ្នាំមួយចំនួនគ្រូពេទ្យអាចនឹងពិចារណាចាត់ចែងឲ្យប្រើយ៉ាងបន្ថែមទោះជាយ៉ាងណាក៏ដោយមិនគួរពិភាក្សាបន្ថែមតាមចិត្តឯងនៅកម្រិតខ្ពស់ឡើយព្រោះ Magnesium ក៏អាចបង្កផលប៉ះពាល់បានដែរ
ការប្រើច្រើនពេកអាចបណ្ដាលឲ្យរាគរូសឈឺពោះហើយចំពោះអ្នកដែលមានជំងឺតម្រងនោមម៉ាញ៉ាស្យូមអាចនឹងសន្សំទុកនៅក្នុងរាងកាយប្រសិនបើគ្មានការតាមដានត្រឹមត្រូវដូច្នេះជំនួសឲ្យការស្វែងរកថ្នាំទិព្វអភូតហេតុណាមួយអ្វីដែលសាមញ្ញនិងមានប្រសិទ្ធភាពជាងនេះនៅតែជាការរក្សារបបអាហារឲ្យបានចម្រុះបាយមួយពេលគួរតែមានបន្លែបៃតងអាហារសម្បូរប្រូតេអ៊ីនបន្ថែមសណ្ដែកឬគ្រាប់ធញ្ញជាតិប្រសិនបើមានលក្ខខណ្ឌការផ្លាស់ប្ដូរតូចតាចប៉ុន្តែត្រូវបានរក្សាទុកក្នុងរយៈពេលយូរនិងនាំមកនូវប្រយោជន៍យ៉ាងធំធេងចំពោះសុខភាពមកដល់ត្រឹមនេះលោកយាយលោកតាអ៊ំពូមីងអាចមើលឃើញហើយថាដើម្បីរក្សាឆ្អឹងឲ្យរឹងមាំរាងកាយត្រូវការសហការពីសារធាតុចិញ្ចឹមខុសៗគ្នាជាច្រើនប៉ុន្តែនៅមានរ៉ែមួយប្រភេទទៀតដែលទោះបីជារាងកាយត្រូវការក្នុងបរិមាណតូចតាចបំផុតមែនប៉ុន្តែវាដើរតួនាទីយ៉ាងសំខាន់នៅក្នុងដំណើរការបង្កើតកោសិកាឆ្អឹងនិងជួយឲ្យរាងកាយជួសជុលកោសិកាដែលរងការខូចខាតសង្កសីសារធាតុចិញ្ចឹមតូចប៉ុន្តែមិនអាចខ្វះបានឡើយប្រសិនបើសួរមនុស្សវ័យចាស់អំពីកាល់ស្យូមឬវីតាមីន D ប្រហែលជាស្ទើរតែគ្រប់គ្នាធ្លាប់បានឮឈ្មោះប៉ុន្តែនៅពេលនិយាយអំពីសង្កសីលោកយាយលោកតាអ៊ំពូមីងជាច្រើននឹងនឹកឃើញភ្លាមដល់ការបង្កើនប្រព័ន្ធការពាររាងកាយឬជួយឲ្យកុមារញ៉ាំបាយបានឆ្ងាញ់តាមពិតទៅសង្កសីក៏បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសំខាន់ជាច្រើនទៀតក្នុងរាងកាយក្នុងនោះរួមមានដំណើរការបង្កើតនិងជួសជុលកោសិកាឆ្អឹងផងដែរអ្នកវិទ្យាសាស្ត្របានឲ្យដឹងថាសង្កសីគឺជាប្រភេទរ៉ែមីក្រូនេះមានន័យថារាងកាយត្រូវការវាក្នុងបរិមាណតិចតួចប៉ុណ្ណោះជារៀងរាល់ថ្ងៃទោះជាយ៉ាងណាក៏ដោយត្រូវការតិចមិនមានន័យថាមិនសំខាន់នោះទេប្រសិនបើខ្វះសង្កសីក្នុងរយៈពេលយូរមុខងារជាច្រើននៃរាងកាយអាចនឹងរងផលប៉ះពាល់ចំពោះមនុស្សវ័យចាស់សង្កសីរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដំណើរការបង្កើតឆ្អឹងនិងការបង្កើតកោសិកាឡើងវិញក្រៅពីនេះសង្កសីក៏ចូលរួមក្នុងសកម្មភាពនៃប្រព័ន្ធការពាររាងកាយជួយឲ្យរាងកាយប្រយុទ្ធប្រឆាំងនឹងភ្ញាក់ញៀបង្កជំងឺមួយចំនួននិងជួយឲ្យមុខរបួសឆាប់ជាសះស្បើយប្រហែលជាលោកយាយលោកតាអ៊ំពូមីងធ្លាប់បានសង្កេតឃើញថានៅពេលអាយុកាន់តែច្រើនសូម្បីតែមុខរបួសឆ្កូតតូចតាចក៏ក្រាស់ជាសះស្បើយជាងកាលពីមុនដែរការហូបចុកមិនសូវបានការខ្វះសារធាតុចិញ្ចឹមជាច្រើនក្នុងនោះមានសង្កសីអាចជាកត្តាមួយរួមចំណែកដល់ស្ថានភាពនេះទោះជាយ៉ាងណាក៏ដោយនេះមិនមានជាមូលហេតុតែមួយមុខនោះទេដូច្នេះប្រសិនបើមុខរបួសក្រាស់ជាសះស្បើយឬមានសញ្ញានៃការឆ្លងរោគលោកយាយលោកតាអ៊ំពូមីងគួរតែទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមនុស្សមួយចំនួនដែលខ្វះសង្កសីក៏អាចមានអារម្មណ៍ថាហូបបាយមិនឆ្ងាញ់ឬការដឹងរសជាតិមានការប្រែប្រួលប៉ុន្តែដូចគ្នាទៅនឹងសារធាតុចិញ្ចឹមផ្សេងៗទៀតអាការៈទាំងនេះមិនមានជារោគសញ្ញាច្បាស់លាស់ណាមួយឡើយហើយអាចពាក់ព័ន្ធទៅនឹងមូលហេតុខុសៗគ្នាជាច្រើនតើយើងអាចបន្ថែមសង្កសីពីប្រភពណាបានខ្លះព័ត៌មានល្អនោះគឺអាហារទូទៅជាច្រើនមានផ្ទុកសង្កសីរួចជាស្រេចគ្រឿងសមុទ្រដូចជាលៀសសមុទ្រឬគ្រុំចំពោះទាគឺជាប្រភពសង្កសីយ៉ាងបរិបូរណ៍ទោះជាយ៉ាងណាក៏ដោយមិនមែនគ្រប់គ្នាសុទ្ធតែមានលក្ខខណ្ឌញ៉ាំគ្រឿងសមុទ្របានញឹកញាប់នោះទេលោកយាយលោកតាអ៊ំពូមីងក៏អាចបន្ថែមសង្កសីបានពីសាច់គោសាច់ជ្រូកសុទ្ធសាច់មាន់ត្រីបង្គាក្តាមពងទាពងមាន់ទឹកដោះគោប្រភេទសណ្ដែកនិងគ្រាប់ធញ្ញជាតិមួយចំនួនដូចជាគ្រាប់ល្ពៅឬគ្រាប់ស្វាយចន្ទីផងដែរប្រសិនបើនៅតាមស្រុកស្រែចម្ការលោកយាយលោកតាអ៊ំពូមីងមិនចាំបាច់ស្វែងរកអាហារពិសេសពេកនោះទេបាយមួយពេលដែលមានត្រីខឬត្រីអាំងពងទាស្ងោរតៅហ៊ូបន្ថែមបន្លែបៃតងមួយចាននិងផ្លែឈើបន្តិចបន្តួចបន្ទាប់ពីបាយរួចក៏បានរួមចំណែកផ្ដល់សារធាតុចិញ្ចឹមជាច្រើនក្នុងនោះមានសង្កសីផងដែរមនុស្សជាច្រើនមានទម្លាប់ទិញថ្នាំគ្រាប់សង្កសីមកលេបនៅពេលឮការផ្សព្វផ្សាយពាណិជ្ជកម្មថាជួយឲ្យមានកម្លាំងឬបង្កើនប្រព័ន្ធការពាររាងកាយទោះជាយ៉ាងណាក៏ដោយដូចជាវីតាមីននិងរ៉ែផ្សេងទៀតដែរសង្កសីក៏មិនគួរប្រើយ៉ាងចិត្តឯងផ្ដេសផ្ដាស់ឡើយប្រសិនបើបន្ថែមច្រើនពេកក្នុងរយៈពេលយូរសង្កសីអាចធ្វើឲ្យថយចុះសមត្ថភាពនៃការស្រូបយករ៉ែស្ពាន់ copper និងប៉ះពាល់ដល់តុល្យភាពនៃរ៉ែផ្សេងទៀតនៅក្នុងរាងកាយដូច្នេះអ្វីដែលសំខាន់បំផុតនៅតែជាការផ្ដល់អាទិភាពដល់ប្រភពសង្កសីពីអាហារធម្មជាតិ
លុះត្រាតែគ្រូពេទ្យបញ្ជាក់ថារាងកាយកំពុងខ្វះឬមានការចាត់ចែងជាក់លាក់ទើបទិញប្រើប្រាស់ថ្នាំគ្រាប់បន្ថែមតាមរយៈអ្វីដែលយើងបានស្វែងយល់រួមគ្នាអាចមើលឃើញថាសុខភាពឆ្អឹងមិនមែនពឹងផ្អែកលើកាល់ស្យូមតែមួយមុខនោះទេវីតាមីន D វីតាមីន K ម៉ាញ៉េស្យូមនិងសង្កសីសុទ្ធតែមានតួនាទីរៀងៗខ្លួននៅពេលដែលរាងកាយត្រូវបានផ្ដល់សារធាតុចិញ្ចឹមទាំងនេះបានគ្រប់គ្រាន់និងមានតុល្យភាពឆ្អឹងនឹងមានលក្ខខណ្ឌល្អបំផុតដើម្បីរក្សាភាពរឹងមាំប៉ុន្តែឆ្អឹងរឹងមាំតែមួយមុខគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេលោកយាយលោកតាអ៊ំពូមីងជាច្រើនតែងតែរអ៊ូទាំថាលទ្ធផលថត X-ray បង្ហាញថាឆ្អឹងមិនទាន់ខ្សោយខ្លាំងនោះទេប៉ុន្តែជង្គង់នៅតែឈឺឡើងជណ្ដើរពិបាកអង្គុយយូរពេលក្រោកឈរមានអារម្មណ៍ថារឹងសន្លាក់នៅពេលនេះបញ្ហាអាចនឹងមិនត្រឹមតែស្ថិតនៅលើឆ្អឹងប៉ុណ្ណោះទេប៉ុន្តែថែមទាំងពាក់ព័ន្ធទៅនឹងសន្លាក់ឆ្អឹងទុំទៀតផងបន្ទាប់ពីបានស្វែងយល់អំពីវីតាមីននិងរ៉ែផ្សេងៗរួចមកយើងនឹងមកដល់សារធាតុចិញ្ចឹមមួយដែលស្គាល់យ៉ាងច្បាស់ប៉ុន្តែមនុស្សវ័យចាស់ជាច្រើនបែរជាមិនទាន់បានបំពេញបន្ថែមបានគ្រប់គ្រាន់នោះទេនោះគឺប្រូតេអ៊ីនប្រូទីនឬជាតិសាច់លោកយាយលោកតាអ៊ំពូមីងជាច្រើនគិតថាប្រូតេអ៊ីនត្រូវការតែចំពោះមនុស្សវ័យក្មេងឬអ្នកហាត់ប្រាណប៉ុណ្ណោះតាមការពិតនៅពេលអាយុកាន់តែជ្រាលជ្រៅរាងកាយកាន់តែងាយនឹងបាត់បង់ម៉ាស់សាច់ដុំនៅពេលសាច់ដុំចុះខ្សោយវានឹងធ្វើឲ្យការធ្វើដំណើរជួបការពិបាករាងកាយបាត់បង់លំនឹងនិងបង្កើនហានិភ័យនៃការដួលមួយលើកចំពោះមនុស្សវ័យចាស់ជួនកាលអាចបណ្ដាលឲ្យបាក់ឆ្អឹងនិងចំណាយពេលយូរណាស់ទើបអាចជាសះបោយឡើងវិញប្រូតេអ៊ីនមិនបានធ្វើឲ្យឆ្អឹងរឹងមាំដោយផ្ទាល់ដូចជាកាល់ស្យូមនោះទេប៉ុន្តែវាជួយថែរក្សាសាច់ដុំឲ្យមានសុខភាពល្អជួយដល់ដំណើរការជួសជុលកោសិកានិងរួមចំណែកការពារប្រព័ន្ធផ្លាស់ប្ដូរចលនារាងកាយនៅពេលសាច់ដុំរឹងមាំរាងកាយនឹងធ្វើចលនាបានរហ័សរហួនជាងមុននិងកាត់បន្ថយសម្ពាធទៅលើឆ្អឹងនិងសន្លាក់តើប្រូតេអ៊ីនមាននៅក្នុងអាហារណាខ្លះជាសំណាងល្អទាំងនេះសុទ្ធតែជាម្ហូបអាហារទូទៅដែលយើងស្គាល់រាល់ថ្ងៃលោកយាយលោកតាអ៊ំពូមីងអាចបន្ថែមប្រូតេអ៊ីនបានពីត្រីសាច់ជ្រូកសុទ្ធសាច់មាន់ពងទាពងមាន់បង្គាទឹកដោះគោយ៉ាហ៊ូតៅហ៊ូសណ្តែកសៀងនិងប្រភេទសណ្តែកផ្សេងទៀតប្រសិនបើញ៉ាំអាហារចម្រុះនិងបែងចែកឲ្យស្មើគ្នានៅតាមពេលបាយនីមួយរាងកាយនឹងងាយស្រួលស្រូបយកបានល្អជាងប្រសិនបើលោកយាយលោកតាអ៊ំពូមីងហូបចុកមិនសូវបានឬស្រកទម្ងន់ច្រើនសូមពិភាក្សាជាមួយគ្រូពេទ្យឬអ្នកជំនាញអាហារូបត្ថម្ភដើម្បីទទួលបានការប្រឹក្សាអំពីរបបអាហារដែលសមស្របចំពោះមនុស្សវ័យចាស់ការរក្សាប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃគឺជាវិធីសាស្ត្រដ៏សំខាន់មួយដើម្បីរក្សាសាច់ដុំឲ្យរឹងមាំនិងរក្សាសមត្ថភាពនៃការធ្វើចលនាលោកយាយលោកតាអ៊ំពូមីងជាទីគោរពការថែទាំឆ្អឹងនិងសន្លាក់មិនមែនជារឿងដែលត្រូវធ្វើនៅពេលដែលមានជំងឺហើយនោះទេវាប្រៀបដូចជាការថែទាំដើមឈើមួយដើមអញ្ចឹងប្រសិនបើត្រូវបានស្រោចទឹកបាចជីនិងថែទាំតាំងពីដំបូងដើមឈើនោះនឹងមានសុខភាពល្អនិងមិនសូវរងការបំផ្លាញពីសត្វល្អិតឡើយប្រព័ន្ធឆ្អឹងរបស់យើងក៏ដូចគ្នាដែរបាយមួយពេលដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ការដើរហាត់ប្រាណមួយជំហានការធ្វើលំហាត់ប្រាណស្រាលឬការទៅពិនិត្យសុខភាពទៀងទាត់នីមួយសុទ្ធតែជារឿងតូចតាចប៉ុន្តែអាចបង្កើតបានជាផលវិជ្ជមានយ៉ាងធំធេងនៅក្នុងរយៈពេលច្រើនឆ្នាំខាងមុខប្រសិនបើលោកយាយលោកតាអ៊ំពូមីងគាត់សម្គាល់ឃើញថាខ្លួនឯងមានអាការៈឈឺខ្នងជាប្រចាំកម្ពស់ថយចុះធ្លាប់បាក់ឆ្អឹងបន្ទាប់ពីការប៉ះពាល់តិចតួចឬមានកត្តាហានិភ័យនៃជំងឺពុកឆ្អឹងជាច្រើនសូមកុំរឹករោមក្នុងការអញ្ជើញទៅកាន់គ្រឹះស្ថានសុខាភិបាលដើម្បីឲ្យគ្រូពេទ្យផ្ដល់ការប្រឹក្សានិងវាស់ដង់ស៊ីទីឆ្អឹងការស្វែងរកឃើញតាំងពីដំណាក់កាលដំបូងតែងតែជួយឲ្យការព្យាបាលនិងការការពារមានប្រសិទ្ធភាពខ្ពស់ជានិច្ច